លោកអ្នកដឹងទេថាស្បែករបស់លោកអ្នកកំពុងព្យាយាមនិយាយប្រាប់ពីអ្វីម្យ៉ាងនៅពេលដែលអ្នកព្រឺរោមការព្រឺរោមគឺជាប្រតិកម្មស្វ័យប្រវត្តិរបស់រាងកាយដែលជាភាសាបច្ចេកទេសវិទ្យាសាស្ត្រហៅថា piloerection មូលហេតុជីវសាស្ត្រការពារខ្លួនការរក្សាកម្ដៅដើម្បីបង្កើនស្រទាប់ខ្យល់កក់ក្ដៅលើស្បែកនៅពេលដែលអាកាសធាតុត្រជាក់បន្លាចទៅត្រូវនៅពេលដែលភ័យខ្លាចរោមងើបឡើងដើម្បីឲ្យរាងកាយមើលទៅធំជាងមុនដូចជាសត្វឆ្មាពងរោមពេលប្រឈមមុខនឹងសត្រូវមូលហេតុចិត្តសាស្ត្រអារម្មណ៍ជាតិអេដ្រេណាលីនរាងកាយបញ្ចេញអរម៉ូននេះនៅពេលដែលរំភើបខ្លាំងភ័យស្លន់ស្លោឬ stress ដែលធ្វើឲ្យសាច់ដុំគោរោមកន្ត្រាក់ភាពរំភើបនិងសិល្បៈកើតឡើងនៅពេលដែលខួរក្បាលបញ្ចេញសារធាតុរីករាយយ៉ាងខ្លាំងក្លាដូចជាពេលស្ដាប់តន្ត្រីពីរោះឬមើលឈុតឆាករំភើបជាចុងក្រោយបើសិនជាបងប្អូនមិនទាន់បានធ្វើការ like ឬ follow page សូមបងប្អូនធ្វើការ like និង follow page ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តសូមអរគុណវីដេអូនេះដំណើរការបានទៅដោយ V Cafe ឈ្ងុយឆ្ងាញ់លើសពីកាហ្វេធម្មតាសម្រាប់អ្នកជំងឺទឹកនោមផ្អែមគឺអាចញ៉ាំបានជួយសម្រួលដល់សរសៃឈាមបេះដូងលើសជាតិខ្លាញ់ជាតិអាស៊ីតនាំចូលពីប្រទេសម៉ាឡេស៊ីដោយក្រុមហ៊ុន Voltan International ទំនាក់ទំនងលក់ដុំនិងរាយតាមរយៈ Facebook page និង Telegram នៅខាងក្នុងវីដេអូ